ជាបឋមនាងខ្ញុំជាអ្នកសម្របសម្រួលសូមលំអរកាយក្រាបថ្វាយបង្គំដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គដែលព្រះអង្គគង់ជីវិតមាននៅក្នុងវេទិកាសាធារណៈថ្ងៃនេះជាទីគោរពសក្ការៈនិងសូមគោរពជម្រាបសួរលោកពូអ្នកមីងបងប្អូនប្រុសស្រីជនរួមជាតិទាំងអស់ជាទីរាប់អានថ្ងៃនេះថ្ងៃអាទិត្យទី25ខែតុលាឆ្នាំ2015ថ្ងៃនេះគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានប្រារព្ធធ្វើវេទិកាប្រចាំខែនៅទីស្នាក់ការរបស់ខ្លួនដែលស្ថិតនៅផ្ទះលេខ0058ភូមិតាវៀនសង្កាត់សាលាកំរើកក្រុងសៀមរាបខេត្តសៀមរាបហើយលោកវិទ្យាមិនដែលបានអញ្ជើញចូលរួមក្នុងវេទិការបស់យើងនៅថ្ងៃនេះគឺលោកខឹមវាសនាដែលលោកជាប្រមុខនៃគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដើម្បីកុំឲ្យខាតពេលវេលាយូរនាងខ្ញុំសូមគោរពអញ្ជើញលោកវិក្មិនដើម្បីលោកបានថ្លែងចំណាប់អារម្មណ៍នៅគ្រាដំបូងសូមគោរពអញ្ជើញជាបឋមខ្ញុំប្រកាសណាខ្ញុំបាទខំវាសនាសូមលំអរកាយក៏ថ្វាយបង្គំប្រគុណចាស់ព្រះថេរានុថេរៈគ្រប់ព្រះអង្គដែលព្រះអង្គកំពុងតែគង់ជីវិតមានក្នុងវេទិកាសាធារណៈនេះជាទីគោរពសក្ការៈសូមគោរពបងប្អូនលោកតាលោកយាយក្មួយៗទាំងអស់ដែលមានវត្តមាននៅទីនេះជាទីគោរពនិងជាទីរាប់អានមានទស្សនៈខ្លះមិនតិចប៉ុន្មានទេរបស់ប្រជាពលរដ្ឋខ្មែរយើងចំពោះចលនានៃគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់យើងពួកគេនិយាយថាដោយសារចលនារបស់យើងនៅតូចចឹងហើយបានជាគេមិនទាន់បំបែកគេហ្នឹងគឺគេសំដៅទៅដល់គណៈបកប្រជាជនខ្ញុំចេះតែយកគំនិតទស្សនៈមួយនឹងមកគិតត្រេះរិះពិចារណាថាតើគំនិតទស្សនៈមួយនឹងវាត្រឹមត្រូវដែរឬទេដែលគេយល់ថាយើងវានៅតូចបានជាគេមិនទាន់បំបែកហើយតើយើងបានត្រៀមលក្ខណៈអ្វីខ្លះមុននឹងរឿងរ៉ាវទាំងអស់នឹងបានឈានមកដល់ជាទូទៅមនុស្សដែលប្រកបនិយមគេផ្ដោតធំជាងគេបំផុតនៅលើអ្វីដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខ្លួនឧបសគ្គខាងក្រៅយើងមិនអាចផ្លាស់ប្ដូរវាបានទេប៉ុន្តែយើងអាចកែខៃខ្លួនរបស់យើងបានរឿងបរទេសចង់ធ្វើបាបយើងចង់លេបតបាក់យើងនោះគឺជារឿងខាងក្រៅដែលយើងមិនអាចកែបានទេតែសំខាន់បំផុតតើយើងខ្លួនយើងផ្ទាល់យើងកែខ្លួនយើងយ៉ាងម៉េចដើម្បីទប់ទល់ជាមួយនឹងស្ថានភាពខាងក្រៅនេះគឺជាដំណើរដែលត្រឹមត្រូវដល់ពេលលើគេនិយាយថាមកពីគណៈបករបស់យើងវាតូចបានជាគណៈបកប្រជាជនគេអត់ទាន់បំបែកខ្ញុំយកគំនិតហ្នឹងមកត្រេះរិះមកពិចារណាក្នុងនាមជាប្រមុខនៃចលនាមួយខ្ញុំមានការទទួលខុសត្រូវផ្នែកមនោគមវិជ្ជានយោបាយចំពោះគណៈបកហ្នឹងដូច្នេះខ្ញុំយកគំនិតទស្សនៈមួយនេះមកត្រេះរិះមកពិចារណាហើយត្រូវគិតគូរកែលម្អខ្លួនយ៉ាងម៉េចដើម្បីទប់ទល់ជាមួយនឹងស្ថានភាពខាងក្រៅបើសិនជាសភាពការនោះមកដល់ខ្ញុំឃើញចំណុចខ្សោយរបស់គណៈបកដតេទៀតតាំងតែពីដើមរៀងរៀបមកដែលគេបំបែកបាននោះព្រោះមូលហេតុអ្វីខ្ញុំសង្កេតមើលទៅខ្ញុំដឹងថាពួកគេទាំងអស់ស្ថិតនៅលើបាតគ្រឹះមួយគឺប្រយោជន៍ដល់ខ្លួនគ្រប់គណៈបកទាំងអស់ដើម្បីទាញមនុស្សឲ្យចូលចលនារបស់គេដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់មេបករបស់ក្រុមថ្នាក់ដឹកនាំនៃគណៈបកនោះជាទូទៅគឺគេចែកផលប្រយោជន៍ចែកអំណាចទៅតាមលំដាប់ជាន់ថ្នាក់និងប្រភេទរបស់មនុស្សដើម្បីឲ្យមនុស្សនឹងចូលមកក្នុងចលនារបស់គេដែលជាទូទៅគឺដើម្បីបម្រើផលប្រយោជន៍ថ្នាក់ដឹកនាំរបស់គណៈបកបងប្អូនសង្កេតមើលឃើញអញ្ចឹងទោះបីជាខាងក្រៅគេនិយាយថាគឺជាចលនាស្នេហាជាតិតស៊ូប្រឆាំងជាមួយរបបផ្ដាច់ការជាផលប្រយោជន៍របស់ពួកយើងទាំងអស់គ្នាក៏ប៉ុន្តែបងប្អូនទៅឆែកខាងក្នុងសិតតែដើម្បីផលប្រយោជន៍នៃក្រុមថ្នាក់ដឹកនាំទាំងអស់ថ្នាក់ដឹកនាំរបស់គណៈបកនីមួយពេលណាគេនិយាយទៅកាន់មហាជនគេនិយាយផ្សេងប៉ុន្តែពេលទៅចូលក្នុងឆាកគេនិយាយចំពោះសកម្មជនរបស់គេនិយាយផ្សឹងគេនិយាយអំពីការចែកតួនាទីចែកផលប្រយោជន៍គ្នាកុំសំបីតែនៅក្នុងស្រុកសំបីតែទៅក្រៅស្រុកក៏ពួកនឹងធ្វើក្នុងទម្រង់បែបហ្នឹងដែរទៅជួបអ្នកក្រៅស្រុកដើម្បីតងយកលុយពួកអ្នកក្រៅស្រុកដើម្បីតងឲ្យពួកនឹងធ្វើការបម្រើបកនៅក្រៅស្រុកជាទូទៅគេប្រាប់គណៈបកយើងឈ្នះឆ្នោតយើងនឹងឲ្យអ្នកឯងធ្វើចវាយខេតឲ្យអ្នកឯងធ្វើនេះឬធ្វើនោះដែលជានុយដែលសរុបមកគឺជាផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីតាក់អ្នកទាំងអស់គ្នានឹង
ដើម្បីឲ្យចូលលុយមកក្នុងគណៈបកផងដើម្បីឲ្យចេញធ្វើការងារដើម្បីរកសញ្ញាឆ្នោតគ្រប់គ្រងបកផងគណៈបកណាក៏តែអញ្ចឹងបើគណៈបកប្រជាជនផងគឺចេញមុខត្មងបើចង់បាននិស្សិតទៅដើម្បីយកទៅគ្រប់គ្រងគណៈបករបស់គេបងប្អូនគេឲ្យនេះឲ្យនោះឲ្យផលប្រយោជន៍ផ្សេងដើម្បីឲ្យអ្នកទាំងអស់គ្នានោះទៅបម្រើគណៈបករបស់គេដែលជាទូទៅវាគឺជាការចែកផលប្រយោជន៍ក្នុងចលនានយោបាយនោះអ្នកខាងលើបានច្រើនជាងគេទៅអ្នកបន្ទាប់មកបានបន្តទៅប៉ុន្តែសុទ្ធសឹងតែដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់គណៈបកប្រឆាំងក៏អញ្ចឹងព្រោះតែផ្អែកទៅលើផលប្រយោជន៍ផ្ទាល់ខ្លួនដូចគ្នានេះហើយបានជាគណៈបកប្រឆាំងមិនងាយនឹងឈ្នះគណៈបកប្រជាជនទេទី1លុយគណៈបកប្រជាជនច្រើនជាងតំណែងតួនាទីពិតគណៈបកប្រឆាំងសន្យាខ្ចោលចំណែកអ្នកកាន់អំណាចឲ្យផលប្រយោជន៍ពិតដល់ពេលអញ្ចឹងហើយបានជាគណៈបកប្រឆាំងក្រៅអំពីការផ្ដល់ការសន្យាណាមួយផ្ដល់ជាផលប្រយោជន៍ចំពោះសកម្មជនរបស់គេប្រើលក្ខណៈញុះញង់ដោយមិនខ្វល់អំពីថាតើការញុះញង់នឹងវាប៉ះពាល់ដល់ផលប្រយោជន៍ជាតិយ៉ាងម៉េចខ្លះទេគេអត់ខ្វល់ទេហេតុអ្វីបងប្អូនមនុស្សតែផលប្រយោជន៍ផ្ទាល់ខ្លួនជាគោលហើយវាអត់គិតផលប្រយោជន៍អ្នកដទៃទេរឿងហ្នឹងវាតែអញ្ចឹងដោយកតេគេមួយលើកឡើងថាមនុស្សដែលអាត្មានិយមឬគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនហ៊ានណាទៅរោចផ្ទះគេដែលគេកំពុងនៅយកមកដុតស្ងោរបង្វន់វាស៊ីណាខ្ញុំសង្កេតឃើញអញ្ចឹងឃើញគ្រប់គណៈបកនយោបាយគេយកផលប្រយោជន៍ផ្ទាល់ខ្លួនទៅស្ទូចសកម្មជនជួនកាលមិនស្ទូចសកម្មជនទេបងប្អូនស្ទូចដល់អ្នកបោះឆ្នោតទៀតបោះឆ្នោតឲ្យយើងមកយើងធ្វើថ្នល់ឲ្យយើងធ្វើផ្លូវឲ្យនៅតំបន់ដែលអ្នកត្រូវការដល់ពេលគណៈបកសង្គ្រោះជាតិបោះឆ្នោតឲ្យយើងមកចាស់ជរាទៅឲ្យលុយ 40000 ក្មេងពេលចប់បាក់ដប់ទៅអាចខ្ចីលុយរត់យកមករៀនសូត្របានសុទ្ធសឹងតែជានុយបងប្អូនសម្រាប់ខ្លួនខ្ញុំផ្ទាល់បងប្អូនធ្វើនយោបាយជួយគេណាបងប្អូនដាច់ខាតអត់មានយកអ្វីទៅតាក់ឡើយហើយសម្រាប់ខ្លួនខ្ញុំបងប្អូនបើទោះបីជាខ្ញុំអាចតាក់បានណាក៏ខ្ញុំអត់តាក់ដែរពីព្រោះខ្ញុំយល់ថាសម្រាប់ខ្លួនខ្ញុំមួយគ្រាន់តែដួងចិត្តមួយហ្នឹងគឺគ្រប់គ្រាន់សម្រាប់មានតម្លៃលើសអ្វីទាំងអស់រួចហើយឧទាហរណ៍ថាយើងស្រឡាញ់ស្រីម្នាក់ដើម្បីចង់ដឹងចិត្តស្រីហ្នឹងថាឲ្យតម្លៃទៅលើចិត្តដែលស្រឡាញ់ឬអត់ទៅបងប្អូនទោះបីជាខ្ញុំកូនមហាសេដ្ឋីក៏ដោយបងប្អូនខ្ញុំនឹងលាក់ប្រវត្តិរូបខ្ញុំឲ្យចិត្តមិនឲ្យអ្នកឯងដឹងទេចាំមើលថាតើនាងឲ្យតម្លៃទៅលើចិត្តស្មោះត្រង់អត់បើអ្នកមិនបានឲ្យតម្លៃទៅលើចំណុចនេះអ្នកក៏មិនមែនជាស្រីដែលខ្ញុំត្រូវការដែរទោះបីជាខ្ញុំកូនស្ដេចកូនមហាសេដ្ឋីខ្ញុំនឹងលាក់ប្រវត្តិរូបលាក់ទ្រព្យសម្បត្តិរបស់ខ្ញុំឲ្យចិត្តដើម្បីចង់ដឹងចិត្តស្រីនឹងមើលចំពោះប្រជាប្រដ្ឋខ្មែរដូចគ្នាខ្ញុំប្រាប់ថាគ្រាន់តែទឹកចិត្តដែលស្មោះត្រង់ចំពោះជាតិចង់ជួយជាតិពិតប្រាកដនឹងគឺវាមានតម្លៃគ្រប់គ្រាន់លើសជំនួយឬនុយដែលគណៈបកប្រជាជនបានសន្យាឲ្យប្រជាប្រដ្ឋហើយនឹងគណៈបកសង្គ្រោះជាតិបានសន្យាឲ្យប្រជាប្រដ្ឋបើនាងមើលឃើញថាខ្ញុំក្ររួចហើយឃើញគេមានជាងខ្ញុំរួចហើយនាងទៅចុះនាងទៅចុះខ្ញុំមិនឲ្យដឹងថាតើខ្ញុំមានទ្រព្យសម្បត្តិប៉ុណ្ណាទេអញ្ចឹងបានក៏មកសួរខ្ញុំណាបើស្នាជាគណៈបកលោកឈ្នះឆ្នោតលោកសន្យាឲ្យអីខ្ញុំតើយន្តការ8ចំណុចទៅធ្វើអត់ខ្ញុំក៏លើប៉ុណ្ណឹងភ្លាមខ្ញុំគៀងខ្ញុំថាគ្រាន់តែទឹកចិត្តរបស់អញមួយដែលស្មោះត្រង់ហើយអ្នកដទៃទៀតសិតតែប្រយោជន៍ផ្ទាល់ខ្លួនណាវាគ្រប់គ្រាន់សម្រាប់ឲ្យមនុស្សដែលមានគុណធម៌ឲ្យតម្លៃលើសអស់នឹងបាត់ទៅហើយតើអ្នកឲ្យតម្លៃទៅលើមនុស្សឲ្យតម្លៃលើអីដែលអ្នកខ្លះគាត់និយាយថាម៉ែបើក្នុងករណីដែលម៉ែត្រូវការបេះដូងត្រូវការបេះដូងហើយនឹងពូវាសនាត្រូវការបេះដូងម៉ែខ្ញុំឲ្យពូវាសនាមុនណាតើខ្ញុំមានគុណចំពោះក្មួយនឹងលើសម៉ែឪវាមិនអាចទេបងប្អូនពេលព្រោះម៉ែឪរបស់វាមានគុណថែទាំបីបាច់ថែរក្សាវាតាំងពីក្មេងដូច្នេះខ្ញុំមិនអាចមានគុណចំពោះវាលើសម៉ែឪរបស់វាបានទេប៉ុន្តែហេតុអ្វីបានក្មេងនឹងវានិយាយចឹងបងប្អូនក្បាលវាគិតមិនឃើញទេបងប្អូនក្បាលវាគិតមិនឃើញមកគេសួរថាហេតុអីគិតមិនឃើញទេប៉ុន្តែចិត្តរបស់វាអញ្ចឹងចិត្តរបស់វាទៅមុនណាមកពីវាគោរពគុណធម៌របស់យើងវាមើលឃើញថាយើងមានគុណធម៌លើសម៉ែរបស់វាយើងរស់នៅបើសិនណាជាយើងមានជីវិតយើងអាច
ជួយមនុស្សបានច្រើនជាងម៉ែឪវាមិនមែនដោយសារខ្ញុំមានគុណទៅលើវាទេដោយសារវាពលត្រូវសេចក្តីលះបង់របស់យើងការជឿឆ្អាតរបស់យើងចំពោះអ្នកដទៃអាត្រង់ហ្នឹងដែលខ្ញុំចង់សួរបងប្អូនថាបងប្អូនឲ្យតម្លៃមនុស្សបងប្អូនឲ្យតម្លៃទៅលើអ្វីមនសិការជាមនុស្សប្រាប់ថាឲ្យតម្លៃទៅលើគុណធម៌ហ្នឹងហើយហើយបើគុណធម៌ខាងផ្នែកលោកសង្ឃវិញទេសនាណាគឺថាកន្តំតំអត់មានទៅជួយពីណាទាំងអស់កន្តំតំហ្នឹងហើយអ្នកមានគុណធម៌ដែលបងប្អូនត្រូវលះបង់ទៅឲ្យសម្រាប់មនុស្សគិតប្រយោជន៍ផ្ទាល់ខ្លួនណាប្រហែលជាសាពះប្រសងបែបនោះឡើងឋានសួគ៌ណាគាត់គិតចឹងណាប៉ុន្តែការពិតទៅសាពះក៏មិនឡើងឋានសួគ៌ដែរប៉ុន្តែសម្រាប់ខ្ញុំវិញណាបើខ្ញុំសំពះឡើងឋានសួគ៌ក៏ខ្ញុំអត់ទៅសាពះដែរហេតុអីអ្នកអត់គុណធម៌ផងពេលព្រោះគុណធម៌របស់អ្នកត្រឹមថ្នាក់សិលមានន័យថាកន្តំតំអត់ទៅបៀតបៀនគេហើយនឹងមិនទាន់និយាយពីខាងក្នុងផងណាអាខាងក្នុងផងប៉ុន្តែកាយខាងក្រៅកន្តំតំអានឹងថ្នាក់សិលអត់ទាន់ដល់ថ្នាក់បុណ្យផងថ្នាក់បុណ្យគឺចេញទៅជួយគេណាថាចុះបើកន្តំតំអញ្ចឹងណាស្មាតទោសសំពះបានឡើងឋានសួគ៌សម្រាប់ខ្ញុំមួយបងប្អូនអត់បាយច្រាស់អ្នកឯងប្រកាសជាអត់បាយច្រាស់អ្នកណាទៅចង់បានឡើងឋានសួគ៌ពីអ្នកអញ្ជើញសម្រាប់ខ្ញុំទោះបីសំពះឡើងឋានសួគ៌អត់ដែរមនសិការប្រាប់ថាគុណធម៌របស់មនុស្សគឺសេចក្តីលះបង់ការទទួលខុសត្រូវក្នុងនាមជាអ្នកដឹងអ្នកយល់អ្នកមានបញ្ញាលើសគេអ្នកត្រូវធ្វើជាទីពឹងដល់អ្នកដទៃហើយរឿងទាំងអស់ហ្នឹងមិនមែនត្រឹមតែទ្រឹស្ដីឡើយប៉ុន្តែសកម្មភាពវាបញ្ជាក់អំពីការលះបង់ឬការទទួលខុសត្រូវរបស់អ្នកចំពោះមនុស្សទាំងឡាយដែលមនសិការរបស់អ្នកប្រាប់ថាអ្នកត្រូវតែមានការទទួលខុសត្រូវអ្នកមានរក្សាខ្សត់ដោយសម្ពុតពាត់ពីក្រៅអ្នកប្រាជ្ញរក្សាក្លៅដោយសំពៅនៅសម្បាតក្មេងច្រើនណាស់បងប្អូនដែលបេះដូងរបស់វាល្អក្បាលវាបែងចែកមិនដាច់ផងមិនដឹងតែហេតុអីបានជាចិត្តវាបណ្ដាលឲ្យវាហ៊ានលះបង់អាយុជីវិតរបស់វាណាចំពោះយើងនៅពេលដែលម៉ែឪរបស់វាក៏ត្រូវការបេះដូងនឹងដែរវាក៏អត់ដឹងណាក្នុងក្បាលវាបញ្ចិត្តរបស់វាទៅមុនចិត្តល្អទៅមុនគ្មានរឿងអីក្រៅអំពីគុណធម៌របស់យើងដែលវាពលត្រូវធ្វើឲ្យវាទន់ជង្គង់ហ្មងបងប្អូនណាគ្រាន់តែមួយចំណុចហ្នឹងវាគ្រប់គ្រាន់ឲ្យយើងមានតម្លៃលើគណៈបកផ្សេងទៀតហើយមនុស្សឲ្យតម្លៃទៅលើអីបងប្អូនមនុស្សឲ្យតម្លៃទៅលើអីអញ្ចឹងបានកុំកាន់ស្លឹកឆ្នោតរួចមកសួរខ្ញុំថាតើបើឈ្នះឆ្នោតយន្តការ8ចំណុចធ្វើអត់ខ្ញុំថាម៉េចមើលចិត្តខ្ញុំអត់យល់ទេបើមើលចិត្តខ្ញុំយល់ងាប់មានតម្លៃលើអគណៈបកដតេទៀតមិនត្រឹមតែត្រង់ណាបងប្អូនបើត្រង់ក៏នៅយើងមិនទាន់គ្រប់ផងត្រង់ថាម៉េចថាអញចង់បានប្រយោជន៍ជាប់ខ្លួនអើយឥឡូវអញឲ្យហែងចេះឲ្យស្លឹកឆ្នោតមកអញមកអាហ្នឹងគេហៅត្រង់ណាអាត្រង់ប៉ុណ្ណឹងមិនគួរគ្រប់ផងនេះបោកទៀតបោកហ្មងយើងជួយជាតិយើងមកលះបង់បោកតែការពិតមិនមែនចឹងផងបោកអាហ្នឹងបោកគាត់តែនិយាយត្រង់ហ្នឹងក៏យើងមិនគួរឲ្យគ្រប់ផងបើប្រៀបធៀបជាមួយនឹងមនុស្សលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីសេចក្តីសុខរបស់អ្នកដទៃបងប្អូនចេះឲ្យតម្លៃគ្រាន់តែមួយចំណុចហ្នឹងវាគ្រប់គ្រាន់ហើយដើម្បីឲ្យបងប្អូនឲ្យតម្លៃក្រុមយើងលើកក្រុមដទៃទៀតគ្រាន់តែរឿងទឹកចិត្តមួយហ្នឹងបងប្អូនពិចារណាមើលតើមនុស្សគួរឲ្យតម្លៃមនុស្សនៅលើអីមិននៅលើគុណធម៌របស់មនុស្សហ្នឹងការលះបង់របស់ខ្លួនដើម្បីបម្រើមនោសញ្ចេតនាដើម្បីបម្រើដើមកតេដើម្បីបម្រើមនសិការជាមនុស្សណែគុណធម៌នៅត្រង់ហ្នឹងបើថាកន្ទឹមតតែស្បង់សពោរួចឲ្យដើរកន្ទឹមអេគុណធម៌ស្អីរបស់អ្នកឯងស្មើនឹងព្រះថ្មហ្នឹងអីនឹងសាពះមិនបងប្អូននឹងសាពះមិនអញ្ចឹងបានកុំមកប្រៀបធៀបជាមួយនឹងកូនលោកតូចរបស់យើងដែលគេជេរគេបចោលសពបែបសពយ៉ាងពីរឿងថាលោកនឹងខុសវិន័យខុសសិលអីប៉ុន្តែចេញប្រព្រឹត្តប្រព្រៀបដើម្បីទៅជួយគេរឿងនយោបាយអត់ដែលគិតខ្លួនឯងគេជេរគេថាឲ្យនៅទៅទៀតងាត់អាកន្តំហ្នឹងកុំមកប្រៀបធៀបមួយកូននេនរបស់យើងទៅមិនរួចទេជួយមិនបានទេកូននេនរបស់យើងសុកចិត្តឲ្យគេជេរណាជេររឿងប្រយោជន៍យើងឃើញទេប្រយោជន៍យើងថាយើងប៉ុន្តែចិត្តឈឺឆ្អាលចេញទៅធ្វើការហ្មងខ្លួនឯងអត់គិតទេឲ្យតែគេនិយាយថាព្រះអង្គធ្វើអញ្ចឹងដាច់សិលហើយធ្វើអញ្ចឹងខុសវិន័យហ្នឹងវាមិនធ្លាក់នរកដេគុណហ្នឹងធ្លាក់នរកអាត្មាមិនអីទេសំយងក្បាលទៅក៏ទៅដែរប៉ុន្តែធ្វើម៉េចកុំឲ្យប៉ះគេហេគេលែងគោរពដេគុណណាបើលែងគោរពអាត្មាដាច់ចង្ហាន់ក៏មិនអីដែរបើអញ្ចឹងហើយមិនល្អបងប្អូនអញ្ចឹងបានខ្ញុំនិយាយថាពួកកន្តំរឹមហ្នឹងបងប្អូនកុំមកប្រៀបធៀបជាមួយនឹងកូននេនរបស់យើងបានទេកូននេនរបស់យើងសុកចិត្តឲ្យគេជេរសុកចិត្តធ្លាក់នរកសុកចិត្តឲ្យគេថ្មេះតែដៀលដើម្បីផលប្រយោជន៍អ្នកដទៃហើយសេចក្តីល្អពិតប្រាកដនៅឯទ្វាមโนមើលមโนកូននេនរបស់យើងមើលអញ្ចឹងបានខ្ញុំរឿងកូននេនកូនអីទូចហ្នឹងណាបងប្អូន
nhom áo tâm lay thơm chiên thò mê cha cần tâm râm ngải áช่วยมาเนี่ยผู้เนี่ยกันตำรำตัดบองตัดเปอร์จังหอยเตะนั่งเตะปะเมาตะเกนั่งเธอบอลจะมวยโลกจังเธอบอลจะมวยเนี่ยเมียนเซอร์สั่งท่าเธอบอลเหมือธรรมาบอลเฮียนเธอบอลมวยเนี่ยเมียนเซอร์มาดองสมาร์นั่งเธอบอลจะมวยเนี่ยอัดเซอร์มาปอนดองเบอร์เนี่ยดุมันนึกอัดเซอร์แล้วตื่นเกวัดปีนั่งเตอดุมาปอนดองสมาร์ดุอัดธรรมาดองจังไงยำท่าอัดจราเฮยคนในมวยขยมส้มโต๊ะอัดจราเฮยมันเนี่ยสิกาบอกยอมปรับมองถ้ามันนึงจังอัดเมียนต่ำไหลรู้ไหนมันบ้านจิตตีปังดอนเนี่ยเราเตยพร้อมปัดเฮยดำใบเตยเกียมนูละอบานดักแคบเนี่ยเตยเมียนก้นทอถนัดเซลถนัดกันตำรำเหมือนปากบอลเกนังมันได้ปันตายปันนังเวียมขบเต้เวียเธอดอถนัดบอลเนาะถนัดจ่าเกี้ยวในถนัดกันตำรำนั่งจะเลี้ยงตะเปียกทมอได้นั่งอัดแต่ปากวินาทีทมองกุยเลยตกอย่างดักตะนั้นเลยแต่หนึ่งนั่นกันตำรำโดยขี้เมียนใส่แต่เตะช่างนั่งเราเป็นจังรอกระไหลกระรบอัดคืนนี่เราเป็นปวดเยิงเนี่ยหน้าแกทาไอ้เท้าเป็นสำคัญนะยังดังครวนเยิงโดยสับไงกิเจยอมทำมาเจแกทาขยมอักษรทอหายบังเรียนมนุษย์ขนมกรมนั่งเอาอักษรทอต่างอ๋อขยมเจ๊แต่ยกกับนัดตัวสนะมวยหนึ่งมาได้กระถางบอกเวียมัดจ้ะมันนึกเขาจะรู้ใช้จังบานเปลี่ยนวันละอเนี่ยเพราะรู้ใช้อาเยิงละอสักนี่จังเอาเปลี่ยนวันเชื่อมนุษย์กลับมาเยิงย้อมเจตกิจตาเถิดบกกับมันยังงวดมาสเลงบาเยิงนะเบอร์เนี้ยจะเรียงไปเนี้ยเฉียงต้องโปรชินเกมพอดต้องซิลินยอนนะมาไปพบโลกรอดบานในต้องซิลินอันเจมีนาไม่เจมีนาไม่ดอเปเวียวันกันตำรำปลาเพียสานะบางคนสโลดปันดาเสกเสียดมั้งเสกเสียดก็สกิลเดียมดามสันดานบอกมันนึกเขาเฮ้ยจองปานเปี้ยนเจียมเดืออาสันดานกันตำรำรู้ใช้เสกเสียดนั่นไงสันดานบอมนึกเขาเขาเยิ้งสันดานบอมเดือตรังเพลิงเขาเจ๊ตำใบกับบาละเขาจงเทียนเหมือนเจตูเตยให้ละบอกเยิ้งเวลาอย่างนั้นให้เอาไปบังอัดบานกันฮะบังอัดบานกันต้องเยิ้งต้องสิลินนะเรื่องไอ้ดังมัดเนี่ยต้องขยมอัดต้องเตียบนั่งต้องเยิ้งต้องรัวสลายทีเนาะตั้งปีดาวมารอดบานเนาะงวบยมจังรอมันนึงมาเร็บมวยหึงบอดเจน่ะจำนองเชิงเจการขลวนเจมัวมวนเจบัดเขาเจละอเจอาพวกเขาหลังรวนเจใส่จังหัวอ่านน้ำมาเร็บอัดบอดเจมั่งจ้องขอจากเจทะเลเลยเงี้ยลอยอัดใครอัดตอนตั้งแต่เจต้องปัวงอไปปัวสมปอนนะเอาบรรทุกมันนึกเข้าปีเองยัยเอ้เอ็มก็ได้ตรงตางก็ได้ปัวสมปอนนะดับเพียซาใบดงอัดเมียนเอาบรรทุกอาคารกลางเต้สมปอนเอาเพียซาใบดงเฮ้ยยำสับบังไอ้เนี่ยเต้อันลือแต่ประพนอันยัยทัศลันอันมีลือสับไปอัดมีลือสับไปให้เติงวัดก้นจังไรให้เติงวัดอ่ะอัดเนี่ยยำอัดลือไม้ยำดักทำเนียยำไม่ยำลือแต่ไม้ยำไพ่โกนโอ้ยไม้ไพ่นักลักบัดคนไอ้เทิมตามไม้โอ้ยบ่เตยขวดทนายไม้เจ๊บางคนแต่อัดลือไม้เจ๊สมปอนสับใบดงตรงนั้นนะบาดขมิ้นใบดงนะทมตุเลียจัดตกไปเชียร์ปรอดนะเชียร์สมาจักขัวซาแต่มวยบางคนเสียจัดต่อเลยตรงนั้นสะเมื่อเสียต่อเลยเนี่ยไอเห็นแต่จังเจเมื่อสับไปเนี่ยจมอันนี้อันสับแต่ลือแต่สับแม่น่ะอัดเมียนโดยสังสารอันใหญ่สับบางไอเนี่ยอัดเมียนลือจังเนี่ยอันนี้ลือแมนเตนน่ะต่อลือแมนเตนต่อตัวเป็นทำไมให้มันสู้อันอดให้ก็จะไปสับหมกอันยังให้สู้อันเนี่ยอันสลันหมกหายนะจังนะพวกสมปอนสับแม่ดงบางคนกันตำรำปนสับเพียซาเสกเสียดนะบางคนในสกเกดังกระเทือมาเจดามใบบำบัดเพิ่มต่างบางคนได้จะพออาไปจะเมียนเกเธอบำบัดแฮดสกเกบางคนนะปลาสำได้สกเสียดนอนมาเมียนการชื่อจับเมียนโตบางคนเมียนโตเกทำมาเจอำเภอหังซาเลยเพลย์จัดสกเสียดเดียมดามเอาการพอละให้ดาวไปเยืองบิงอัดรองเยืองเจไปถ่ายเยืองสระทัวแฮดนอนมาเยืองเจอัดใหญ่เมื่อมันบำบัดแฮดพ้องไม่บำบัดพอกันดอกเป็นนักแต่งฉบับสกเกยยลเวียดนักดอเยืองหนึ่งกำลังนั่งดอกเกยยลปลาสำได้สกเสียดนั่งจังแต่ปลาสำได้สกเสียดเกท่าเชียอำเภอหังซาหนักจัดชวนการมันนึกว่าบางคนสำได้สกเสียดนั่งมันนึกจองกองงบไม่ยังใจทำมันแมนเชียอำเภอหังซามวยอย่างเกท่าจังมาไปตลาดกามาบางคนถัดงบชังมองเมียนจุดติดทัวนั้นนะเกรบจุดติดทัวเอาเยืองนะบางคนเวียดทั้งดอกเปเยืองเวงเวีย
មកនិយាយតែពីរឿងផលដែលយើងជេរអាហេតុឲ្យយើងជេរហ្នឹងវាអត់មាននិយាយដល់ពេលអញ្ចឹងសង្គមវាមានបាត់ក្តៅក្រហាយណាស្រុកគេឧបមាថាយើងត្រូវបានគេគំរាមសម្លាប់អូយើងអតើទៅពួកអីភ័ស្តុតាងគ្រប់គ្រាន់ណាស់មានគេគំរាមសម្លាប់ដូច្នេះអញទៅប្តឹងឯងទៅដល់ប៉ូលីសស្រុកគេគេសួរថាម៉េចហ៎ហ៎ធ្វើអីគេហ៎ហ៎ធ្វើអីគេបានគេគំរាមហ៎ហ៎ហ៎ធ្វើអីគេហ៎ចាក់ហ៎លុកហ៎ដោតស្អីគេបានគេគំរាមហ៎សួរអញ្ចឹងបើគេរកឃើញថាអត់ទេយើងមានកូនកំមុំស្អាតវាមកតដឹងយើងអត់ឲ្យវារកស្លាប់យើងអូខេឲ្យរួចខ្លួនប៉ុន្តែបើឯងប្រើភាសាសោកសៀតឌៀមដាមកគេហើយតឡាការគេថ្លឹងទៅបើចិត្តអញក៏ទៅអញ្ចឹងដែរហើយរួចខ្លួនដែរអាកំរាមរួចខ្លួនជាប់អាហេតុហើយឯងទៅចាក់ទៅដោតទៅសោកទៅសៀតឃើញទេគេបំបត្តិហេតុចំណែកយើងវិញអត់ពួកអីបងប្អូនអ្នកកាន់ការងារស្រុកទេអាមួយណាថាមួយណាចឹងអាមួយណាដេកគិតបងប្អូនដេកគិតរឿងហ្នឹងហាត់ដេកគិតវាដេកគិតតែរឿងស្លឹកឆ្នោតដេកគិតតែរឿងមានពួកតឡាការវាដែរតែនឹកគិតថាអូត្រូវធ្វើច្បាប់យ៉ាងម៉េចឲ្យសង្គមរីកចម្រើននេះអត់តែទេបលិសទាហានក៏អត់អ្នកដឹកនាំក៏អត់អ្នកនយោបាយក៏អត់អង្គការសង្គមស៊ីវិលក៏អត់ឆ្លៀតតែពេលដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួនអាត្រង់ហ្នឹងដែលខ្ញុំនិយាយថាគ្រាន់តែបេះដូងអញមួយនោះវាគ្រប់គ្រាន់មានតម្លៃលើសកឹមសុខារឿងលុយ4 5 6ម៉ឺននោះហើយខាងគណៈបកប្រជាជនឲ្យប្រមាណណាក៏មិនស្មើនឹងអាបេះដូងមួយបងប្អូនមនុស្សគោរពនឹងគុណធម៌ណាដល់ខ្ញុំគិតដល់កន្លែងហ្នឹងបងប្អូនខ្ញុំដឹងថាតើត្រូវវឹកពលរបស់យើងដល់កម្រិតណាដើម្បីទប់ទល់ជាមួយនឹងការបំបែកពីព្រោះគេនិយាយថាគណៈបកសម្ព័ន្ធហ្នឹងគេអត់ទាន់បំបែកដោយសារគណៈបកហ្នឹងវានៅតូចហើយមួយយ៉ាងទៀតគឺគេជាប់ដៃវាយគណៈបកសង្គ្រោះជាតិសិនដល់ពេលគេនិយាយអញ្ចឹងខ្ញុំគិតមើលមកខ្លួនយើងថាតើយើងបង្កលក្ខណៈយ៉ាងម៉េចដើម្បីទប់ទល់ជាមួយនឹងការបំបែកហ្នឹងបងប្អូនហើយបងប្អូនយកទៅគិតទស្សនៈហ្នឹងទស្សនៈការមើលឃើញដោយការបិទភ្នែកទស្សនៈមនុស្សបងប្អូនបើសិនណាជាយើងទៅគៀងគេឲ្យមកធ្វើការបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើងដាច់ខាតបងប្អូនដាច់ខាតត្រូវតែឲ្យលុយគេត្រូវតែឲ្យប្រយោជន៍គេណាមួយវាគ្មានអាណាចឈួតទេបងប្អូនមនុស្សមិនសត្វទេណាមនុស្សទៅគៀងគេឲ្យមកធ្វើការដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដាច់ខាតត្រូវឲ្យលុយគេហៅអញទៅធ្វើផ្ទះឲ្យវាឲ្យមើលរួចអត់ឲ្យលុយអញហើយផ្ទះវានៅសង់ឯងអញទៅធ្វើឲ្យហៅអញទៅជួយដាំដលងដាំអីវាឲ្យមើលអត់មានឲ្យលុយអីសោះរួចហើយផលប្រយោជន៍របស់វាទាំងស្រុងអាណាទៅធ្វើអត់ទេបងប្អូនឲ្យតែដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកហៅគេមកធ្វើបងប្អូនដាច់ខាតមនុស្សទាលុយទាប្រយោជន៍ទៅវិញរឿងហ្នឹងជារឿងធម្មតាប៉ុន្តែមនុស្សបងប្អូនបើបងប្អូនបញ្យល់ឲ្យមនុស្សនឹងយល់ថាការងារដែលគេកំពុងតែធ្វើហ្នឹងគឺជាការងារបម្រើមនសិការរបស់គេក្នុងនាមជាមនុស្សយើងត្រូវតែធ្វើអញ្ចឹងពូជសាសន៍របស់យើងកំពុងតែគេជិះជាន់ទោះបីជាយើងគិតរួចអំពីរឿងហ្នឹងក៏ដោយតែក្នុងនាមជាមនុស្សមនសិការយើងប្រាប់ថាអ្នកមានរក្សាខ្សត់ដោយសម្ពុតពាត់ពីក្រៅបើគ្មានជំនួយពីពួកយើងទេធ្វើមិនកើតទេប្រជាប្រដ្ឋដែលស្លូតត្រង់គ្នាក្រអញ្ចឹងមនសិការវាយក្បាលយើងតែបងប្អូនបញ្យល់ឲ្យគេមើលឃើញថាការងារដែលគេកំពុងតែធ្វើហ្នឹងគឺបម្រើមនសិការរបស់គេទេបម្រើមโนសញ្ចេតនារបស់គេទេមានសេចក្តីអាណិតអាសូរដល់ជាតិសាសន៍បើភ្នែកមើលទៅក្នុងសង្គមឃើញមកឃើញដោយអារម្មណ៍ដិតដាមហ្មងមិនឃើញមកផ្លែតឲ្យបាត់ទេណាអង្គុយគិតទៅសណោះកូនក្មេងតូចដែលវាកើតមកម៉ែឪរបស់វាអត់មានការទទួលខុសត្រូវអត់ទាន់ធ្វើសង្គមឲ្យស្អាតផងរួចកើតកូនបោះភ្លុចចូលក្នុងសង្គមមកដល់ពេលឯងអ្នកមើលឃើញអាណិតទេបងប្អូនអាណិតណាការងារបែបហ្នឹងគេហៅការងារបម្រើមโนសញ្ចេតនាបើសិនជាយើងអាចធ្វើឲ្យគេមើលឃើញថាការងារទាំងអស់ដែលគេចូលរួមធ្វើហ្នឹងគឺជាការងារឧត្តមគតិទេមនុស្សខូចអីក៏វាច្រើននៅក្នុងសង្គមវាមិនប៉ះអញក៏វាប៉ះគេដែរអីក៏វាខូចក៏ខូចមែនអំណាចនេះជាអំណាចរបស់រាជប្រទេសនេះជាប្រទេសរបស់រាជអាងតែគ្នាល្ងងឥឡូវយកអំណាចគ្នាទៅលេងបើតាមតែប៉ះអញបញ្ហាទេអញស៊ីបាយ3ពេលខ្ជិលកិច្ចបន្តិចទៀតងាប់បាត់តែនេះប៉ះអស់មនុស្សមកប្រទេសក៏អយុត្តិធម៌ម្លេះហើយគិតចុះក៏ដល់យីឡានរបស់វាឲ្យតែមកសរ៉េនងាយងងម្ចាស់ប្រទេសរត់តែគិចក្បាលគ្នាអញ្ចេះដោយវានឹងម្ចាស់ប្រទេសតែឯងល្មិចចេះអាការងារបែបហ្នឹងគេហៅការងារឧត្តមគតិតស៊ូអត់ទម្លាក់ប្រយុទ្ធប្រឆាំងជាមួយពួកអខូចណែបងប្អូនណាតែបញ្យល់មនុស្សឲ្យឃើញណាការងារនេះបំរើមនសិកាបំរើមនោសញ្ចេតនាបំរើឧត្តមគតិប្រើ free បងប្អូន free អត់មានឲ្យលុយ free ហ្មងណា free
មិនធំតែ free ទេបងប្អូនចូលលុយទៀតហើយគេមើលអត់ឃើញតែហ្នឹងបងប្អូនគេមើលឃើញតែហ្នឹងវាល្ងងវាដើរសើបសួរថាអូហែងចូលជាមួយខំវាសនាឲ្យអីហ៎គេមានឲ្យលុយហែងអត់ហើយគេមានសន្យាឲ្យតួនាទីអត់ខ្ញុំថាទៅវិញមិនទេខ្ញុំថាបើហែងបាត់មាត់គ្មានអាណាគេដឹងហែងភ្លឺសោះហ៎ហើយក៏គ្មានអាណាគេដឹងហែងថោកដែរភ្លើគឺហែងមើលមិនយល់ថោកចង់និយាយថាមនុស្សហែងទោះគេទិញក្បាលបានទៅធ្វើរបស់គេទិញបានបងប្អូនទោះបីក្នុងតម្លៃណាក៏ដោយវាមិនថ្លៃទេបងប្អូនដល់ពេលយើងវិញកម្លាំងពលកម្មរបស់យើងកន្លែងណាលក់បានលក់ប៉ិនកន្លែងណានិយាយមិនស្រួលលក់មិនកើតទេវាមានកលៈរបស់វាមានបុតធំឡាញរបស់វាទៅអត់រួចដល់កលៈហ្នឹងទៅមិនរួចឯអញលក់អត់កើតទេមានកន្លែងខ្លះទិញអញមិនបានទេដល់ពេលវាវិញនិយាយថាអូកុំក្បាលឲ្យតែបានលុយយើងធ្វើមានអីថ្លៃរបស់ទិញបានទាំងអស់ក្នុងលោកទិញតម្លៃណាក៏មិនថ្លៃដែរនេះទោះបី10លាន20លានក្បាលហែងគេទិញបានចំណាយយើងអត់ទេដល់កលៈវាទិញមិនបានទេប៉ុន្តែអាចប្រើ free បាន free តែទេហ្មងមនុស្សមិនសត្វអីច្រើនទេមនុស្សអញ្ចឹងមនុស្សដល់ពេលយើងហាត់ពលរបស់យើងដល់កម្រិតហ្នឹងបងប្អូនអាណាមបែកវាអាណាមបែកវាសពថ្ងៃឯងបងប្អូនខ្ញុំដេកបងប្អូនខ្ញុំដេកបើកភ្នែកឡើងជួនកាលខ្ញុំទៅណាបាត់ធ្វើការងារអញ្ចឹងជួនកាល2ថ្ងៃបានបើក Facebook មើលបងប្អូនងាប់ថ្ងៃបុណ្យថ្ងៃទៀនរបស់យើងវាអត់ធ្វើបុណ្យធ្វើទៀនអីទេអាពិធីសាសនាហ្នឹងពលរបស់យើងលើកស្លាកអាគេទៅភ្ជុំទៅអីវានោះវាលើកស្លាកឯងមើលចូលម៉ែភូមិនេះក៏លើកភូមិនោះក៏លើកអានេះចាក់មីក្រូនៅទៅនេះអានេះចាក់មីក្រូទៅនោះងាប់ហើយអញដេកកំណត់អញដើរងាប់អាណាទៅទុកវាឈ្នះបងប្អូនហើយបងប្អូនហើយគណៈបកប្រជាជនក៏ដោយគណៈបកផ្សេងក៏ដោយនិយាយពីគេស្រឡាញ់ពលរបស់យើងគេថាអញចង់បានអា free ចឹងដល់អាប្រើអត់ឲ្យអីនោះអញចង់បានដល់មើលហែងចែកបោយអញខ្លះមើលដូចគោដូចកបីនេះវាចាក់ឯងដូចគោដូចកបីអាចលក់អាចដូរបានចឹងបងចឹងខ្ញុំថានេះអន់ជាងអាឆាវទៀតអាឆាវវាស្រឡាញ់អាកុនអ៊ីណាពួកឃើញអាកុនអ៊ីវាស្មោះត្រង់វាចង់បានមនុស្សស្មោះត្រង់អញ្ចឹងវាថាវាចង់បានមែនតើអាកុនអ៊ីស្មោះត្រង់ប៉ុន្តែវាគិតក្នុងចិត្តថាបើអញតាក់អានឹងបានក៏អញអត់យកដែរពួកវាបាត់អាសេចក្តីស្មោះត្រង់វាស្រឡាញ់អាស្មោះត្រង់ហើយចុះបើអាឆាវតាក់បានហ្នឹងទិញបានហ្នឹងវាបាត់អាសេចក្តីស្មោះត្រង់អាឆាវវាលែងចង់បានអញ្ចឹងដល់ពេលពួកហ្នឹងមកចង់តាក់យុវជនរបស់ LDP អាប្រើ free ហ្នឹងអាហ្នឹងដូចត្រីវាស៊ីនុយកពឹសអញ្ចឹងវាស៊ីនុយកពឹសវាស៊ីនុយមនសិការវាស៊ីនុយមនោសញ្ចេតនាវាស៊ីនុយឧត្តមកតេដល់ចង់តាក់មនុស្សអញ្ចឹងយកទៅលេងវាថាមកខាងនេះមកណែនៅតំណែងនៅតួនាទីនេះគេឲ្យនេះឲ្យនោះត្រីហ្នឹងវាស៊ីនុយកពឹសអានេះទៅបាត់នុយប្រហុកមិនស៊ីបងប្អូនម្ចាស់ណាមើលថាអូល្ងងចុយតម្រាយល្ងងអើយងងខ្ញុំថាងងអញ្ចឹងបានមកតាក់ទ័ព LDP មិនបានមួយសងវាដើរតាក់អត់បានមួយវាឆ្ងល់តែបងប្អូនឆ្ងល់ហើយចុះវាឈួតអីវាពលនៅខំវាសនាជេររាល់ថ្ងៃមិនព្រមចេញតទៅសោះតាក់មិនបានមួយអានឹងតែខ្ញុំនិយាយថាមិនស្គាល់ខ្លួនឯងមិនស្គាល់ខ្មាំងសត្រូវធ្វើការបរាជ័យណា100សមរភូមិបរាជ័យទាំង100សមរភូមិអញ្ចឹងបងប្អូនណាទល់តែដល់កម្រិតហ្នឹងថ្នាក់ចិត្តទល់តែដល់កម្រិតហ្នឹងបានអាចទប់ទល់ជាមួយនឹងការទិញការដូរការបំបែករបស់គណៈបកប្រជាជនដែលប្រើនុយប្រយោជន៍ផ្ទាល់ខ្លួនបងប្អូនគិតត្រូវរៀបចំណាហូជីមិញគិតចឹងបងប្អូនហូជីមិញគិតចឹងចឹងបានខ្ញុំមើលសភៅហូជីមិញថាតានេះទស្សនៈជ្រៅណាស់ហើយថែមនឹងតាយើងនេះផងងងណាហើយនុកខ្លាំងហើយយើងនេះអន់លួតអត់រួចពីកន្លែងខ្លួនឯងបាច់តែស្រង់បាច់តែកម្មាបោកតែប្រជាពលរដ្ឋខ្លួនឯងធ្វើម៉េចឲ្យតែស្រឡាញ់ធ្វើចឹងមនុស្សដែលស្រឡាញ់ប្រជាពលរដ្ឋពិតប្រាកដទេបងប្អូនមានពេលខ្លះឃើញរាជខុសអាកាត់ទៅបងប្អូនទោះបីប្រឆាំងនឹងកំណត់រាជក៏ដោយអាកាត់ដូចលីខ្វាន់យូប៉ុន្តែតារបស់យើងបងប្អូនធ្វើនយោបាយបោកតែរាជខ្លួនឯងឲ្យស្រឡាញ់អានយោបាយហ្នឹងអត់ទាន់ផុតពូជទេនៅដល់ថ្ងៃហ្នឹងផុតពូជនៅពេលណាបងប្អូនផុតពូជនៅពេលដែលបងប្អូនចេះផុតហើយអញ្ចឹងបានខ្ញុំថាហែងច្រាស់សមាតមួយអញហែងដូចដុំតកកមួយធំអញ្ចឹងហើយអញដូចតកកអាលាយអញ្ចឹងតែតកកអាលាយច្រើនអាទឹកនេះច្រើនណាតែទឹកច្រើនមានន័យថាតកកអាលាយច្រើនណាដើម្បីបញ្ចប់នយោបាយបោកប្រាស់អញមិនខ្វល់ទេពីរឿងហែងបកែបោកប្រាស់ប៉ិនអញយឹតអញបុកទម្លុះអារឿងរះបកែជឿនេះឲ្យមករះបកែយល់អញ្ចឹងបានណាបងប្អូនគេនិយាយអីនិយាយខ្ញុំទុកគេម្ដុំស្ពាយកបោកមកពីរដ្ឋសភាមកគឺចេញមកសំពងក្បាលរាជហ្នឹងហ្មងដាក់ឲ្យវាបាត់ភ្លើ
ឲ្យវាអង្គើខួរជុះអាខួរអាចនឹងចេញខ្លះទៅស្វាយកបោកមកពីរដ្ឋសភាមានកំណត់អញ្ចឹងហើយតាំងចិត្តដល់កំណត់មិនទេបងប្អូនអត់អាណាយល់ពីអញម្នាក់ឯងយល់ខ្លួនអញគ្រប់គ្រាន់ណាស់លើលោកហ្នឹងអញអាចបញ្យល់ខ្លួនអញថាអញត្រឹមត្រូវប៉ុន្តែគេមិនយល់ពីអញគ្រប់គ្រាន់ណាស់បន្ទាប់មកទៀតគិតថាវាមិនដែលដល់ថ្នាក់ហ្នឹងទេហ่าមិនបានអីក៏បានម្នាក់ដែរបានតែម្នាក់យល់ពីអញផឹកតែដល់ពេលចាស់ទៅអូខេនឹកក្នុងចិត្តអញ្ចឹងដើម្បីលួងចិត្តខ្លួនឯងគេលោតធ្វើទៅយើងចង់បានធំពេកឲ្យគេយល់ធំពេកនឹកឃើញពុទ្ធទៅពុទ្ធក៏មិនអាចបញ្យល់មនុស្សទាំងអស់បានដែរអញ្ចឹងលួងចិត្តខ្លួនឯងសិនអញ្ចឹងសិនប៉ុន្តែនឹកគិតថាក្នុងភាពជាក់ស្ដែងវាមិនដល់កម្រិតហ្នឹងទេមកតែមានមនុស្សបានយល់ហើយពីព្រោះមនុស្សបងប្អូនសារជាតិរបស់វាមិនចង់ឲ្យគេបោកវាទេបងប្អូនចង់ទេអាណាទៅចង់ឲ្យគេបោកបងប្អូនអត់ទេក៏ប៉ុន្តែដោយសារគ្នាមិនដឹងតែមិនចាញ់បោកគេហ្នឹងបងប្អូនដោយសពថ្ងៃបើតាមតែអត្តពល LDP ជះទៅក្នុងសង្គមមកបងប្អូនរាប់ជាស្លឹកឆ្នោតឈ្នះបាត់ហើយហេតុអីបោះបាយបិណ្ឌស្ងាត់ស្ងាត់ចង់ដាច់ពោចទេបងប្អូនវត្តខ្លះមិនមែនធ្វើដាច់បោះបាយបិណ្ឌមកដាច់អយោបាយទៅវត្តពេលបិណ្ឌហ្នឹងទៀតដាច់អាហ្នឹងទៀតមានន័យថាម៉េចមានន័យថាអត្តពលរបស់ LDP ជ្រាបថា 70-80% ចូលទៅចូលហើយប៉ុន្តែចូលទៅប៉ះអាមលើអាត្មានិយមវាអត់បោះឆ្នោតគ្រប់គ្រងយើងទេប៉ុន្តែយើងមានអត្តពលចូលទៅហើយពួកអីពួកកាលពីមុនវាស្មាននយោបាយទៅវត្តនោះបានបុណ្យវាស្មានទៅចង់ដល់ពេលឥឡូវវាដឹងវាលែងឲ្យអាណាច្រាស់ហ្មងអាយើងក៏វាបញ្ចូលរួមអាទៅវត្តក៏មិនទៅទុកស៊ីខ្លួនឯងនឹងមិនអត្តពលរបស់ LDP ខ្ញុំថាបើទុកស៊ីខ្លួនឯងក៏គ្រាន់បើដែរពួកវាយុទ្ធធម៌មីងពូខំរកស៊ីដូច្នេះស៊ីខ្លួនឯងទៅស៊ីខ្លួនឯងទៅត្រូវហើយគ្មានខុសអីទេទោះបីមិនយកទៅជួយសង្គមក៏គ្រាន់បើជាងឲ្យពួកអានោះបោកដែរគ្រាន់បើជាងខ្ញុំគិតចឹងចង់បានពួកអានោះនិយាយពីក្តៅក៏ហាយបងប្អូនអូយនិយាយពីបកោកប្រកាសសប្ងៃបកោកប្រកាសឲ្យក្រសួងធម្មការគិតគូយើងឡើងបកោកប្រកាសឲ្យក្រសួងព័ត៌មាននោះគិតគូខំវាសនាឡើងប៉ះច្រើនណាស់បងប្អូនបើគេមិនដឹងថាយើងល្អបងប្អូនអត់មានរួចខ្លួនទេហើយការតាំងពីយូរហើយបងប្អូនអើយគុកច្បាក់នឹងគេយកទៅតាំងពីយូរហើយតែគេដឹងបងប្អូនដឹងអាអ្នកទម្លាក់អំពើអាក្រក់នឹងមិនបានក៏វាដឹងថាយើងល្អដែរខ្ញុំប្រាប់ថាក្មួយហើយវាត្រូវតែឆ្លងកាត់ដំណាក់កាលនឹងសិនក្មួយនឹងសិនវាអត់ទាន់មកព្រូទេធម្មតាទូកគេវាទៅវូចឹងណាបងប្អូនបើយើងចង់ត្រឡប់ទូកមកវិញវាត្រូវដល់អាដំណាក់កាលប៉ាំងងីងើវានៅអាងីងើណាយើងវានៅអាងីងើហ្នឹងប៉ុន្តែសេចក្តីពិតណាបងប្អូនគេធ្វើបានជោគជ័យពេញពិភពលោកទៅជាមួយនឹងការពិតមិនមែនយើងជាមនុស្សទី1ទេមហាគមគន្ធីនេះសើទៅជាមួយនឹងការពិតដបងដៃគេជេរដល់ពេលយូរទៅបងប្អូនការពិតត្រូវបានបង្ហាញហ្មងដបងដៃមិនមែនជេរផងដបងដៃធ្វើមិនដឹងធ្វើមិនលឺអូយគ្មានអាចមានទេតើធ្វើដែរដល់ពេលយូរដើរមកមើលឃើញយើងជប់ធ្វើសោះមកមើលមុនដបងដើរហួសដល់ឥឡូវមកមើលស្ដោះទាំងមាត់គេហៅចំអកដល់ពេលចំអកយូរទៅឃើញយើងកាន់តែធ្វើទៅមនុស្សគ្រប់គ្រងកាន់តែច្រើនទៅតាមមកវាយចាប់ដើមវាយតែអាវាយហ្នឹងមិនងាប់ទៀតអានឹងពៀនបានមកយើងឲ្យឈ្នះឥឡូវយើងដល់ដំណាក់កាលវាយហ្នឹងដល់ហើយវាយឲ្យស្រោចហ្មងខ្ញុំថាឲ្យវាយមិនមែនងាប់នឹងអញវាយហែងវិញទេងាប់នឹងអំពើអាក្រក់ដែលហែងធ្វើនោះងាប់អានោះគេថាអូយើងរាល់ថ្ងៃហែកហួរសំនឹងស៊ីថាបើហែកហួរសំស៊ីល្អងាប់អញប៉ុន្តែសំនឹងស៊ីនោះវាខូចកម្មសខានឹងវាខូចត្រង់ហ្នឹងបងប្អូនអាហ្នឹងខ្ញុំនិយាយអំពីរឿងដួងចិត្តទេបងប្អូនទោះតែដល់កម្រិតហ្នឹងបានគណៈបកប្រជាជនឬគណៈបកដតេទៀតបំបែកពលយើងអត់បានទេព្រោះវាអត់នុយឧត្តមកតេនុយមនសិការនិងនុយមនោសញ្ចេតនាវាអត់មានណាវាអត់មានអានុយហ្នឹងមិនមានបានបងប្អូនបើខ្លួនវាអត់មានផងខ្លួនវាអត់មានផងអាត្រង់ហ្នឹងដែលខ្ញុំនិយាយថាហែងកុំមកដៀលអញថាអញជេរថាអញប្រើពាក្យក្រួតក្រៀតងាប់តុងខ្ពស់ណាស់សេចមិនដល់ទេតុងសេលីននេះគុំសំបីតអ្នកចម្រៀងធម្មតាអ្នកចម្រៀងដែលជាប់លេខដូចគ្នានោះយកទៅប្រឡងជាមួយនឹងសេលីនលើគេទៀតសំឡេង best of the best អាល្អលើអាល្អងាប់ហែងជេរបានណាតើបេះដូងថ្ងៃក្តោបបងប្អូនសម័យតិចមើលទៅដល់ផ្ទះពេលណាកូននេះវាធ្វើដល់កម្រិតទៅបងប្អូនស្រែកជេរនោះពីច្រានបាយដល់មកផ្ទះស្រែកជេរកូនស្រែកជេរបានបេះដូងវារុញប៉ុន្តែអ្នកដតីអត់ហ៊ានជេរសោះអត់ហ៊ានបេះដូងយើងក្តោបគេអត់បានអ្នកជេរមកប្រទេសបានបងប្អូនតបេះដូងក្តោបមកប្រទេសហើយបេះដូងហើយអត់ក្តោបមកប្រទេសចង់ជេរពួកឯងមិនចង់ប្រអាប់អញថាអញជេរងាប់អ្នកយល់ LDP គ្មានស្ដាប់ឮអញជេរទេស្ដាប់ឮតែអញស្រឡាញ់ស្ដាប់ឮតែអញព្រួយបារម្ភអត់មានឮជេរទេបងប្អូនមហាគ្រួសារយើងណាបងប្អូនមហាគ្រួសារយើង
ពេលយើងឈ្នះឆ្នោតទៅលុបបំបត្តិឲ្យអស់អានាយករដ្ឋមន្ត្រីឯណាចុះទៅព្រំក្រហមព្រំអីឃើញតែបងហើយនឹងប្អូនឃើញតែប្រទេសរបស់យើងប្រទេសរបស់យើងបងប្អូនបើកែផ្នត់គំនិតរបស់ប្រជាពលរដ្ឋក្នុងនឹងបានណាថាប្រទេសនេះជាប្រទេសរបស់យើងប្រទេសនេះជាប្រទេសរបស់យើងដល់ពេលបងប្អូនមានអារម្មណ៍ថាប្រទេសរបស់យើងឃើញតែចម្លែកមកដូចថាប្រទេសរបស់គេមានអារម្មណ៍ខ្ទាស់ហ្មងអញ្ចឹងបានខ្ញុំថាដើម្បីកសាងប្រជាធិបតេយ្យត្រូវកសាងវប្បធម៌ប្រជាធិបតេយ្យវប្បធម៌វានៅណានៅបេះដូងឲ្យមានអារម្មណ៍ថាប្រទេសនេះជាប្រទេសរបស់យើងបងប្អូនសពថ្ងៃនេះបងប្អូនមើលបងប្អូនប្រជាពលរដ្ឋទាំងអស់ខ្លាចច្បាប់ពេញលក្ខណៈជាច្បាប់ពិតប្រាកដមែនដែលហៅថាច្បាប់ទី1បន្ទាត់គូសផ្លូវប៉ុន្តែបើបន្ទាត់គូសផ្លូវសកម្មភាពរបស់មនុស្សទេរួចហើយមនុស្សអត់មានអារម្មណ៍ខ្លាចអានឹងគេមិនហៅច្បាប់ទេអានឹងគេហៅក្រមសីលធម៌ចំពោះប្រជាពលរដ្ឋច្បាប់ពេញតួជាច្បាប់ជាបន្ទាត់គូសបញ្ជាក់សកម្មភាពរបស់មនុស្សគូសព្រំដែនសកម្មភាពរបស់មនុស្សផងហើយច្បាប់ហ្នឹងទោះបីជាគេដាក់ក្នុងទូនៅឯពេញប្រជាពលរដ្ឋចេះខ្លាចអានឹងពេញតួជាច្បាប់តែចំពោះអ្នកដឹកនាំប្រទេសជាក្រមសីលធម៌មិនស្មើគ្នាចំពោះមុខច្បាប់ឡើយអាត្រង់នឹងបានគេមិនដែលខ្លាចពីណាទេបងប្អូនមិនដែលខ្លាចទេអូនិយាយថាងាប់ហើយអត់ក្រែងចិត្តអាណាពេញតទូរទស្សន៍តាមតែចិត្តគេនោះទៅបងប្អូនឃើញប្រទេសហ្នឹងមិនមែនប្រទេសរបស់យើងទេគេចង់ឲ្យអាអំណាចហ្នឹងទៅកូនគេចង់លើកអាណាដកអាណាបងប្អូនហើយកុំខឹងគេមើលមុខពួកយើងទាំងអស់គ្នាដែលគេហ៊ានធ្វើអញ្ចឹងវាសមហើយបងប្អូនវាសមបើស្នាជាបងប្អូនខឹងគេផ្លូវចេញរួចទេបងប្អូនខឹងជា10 20 30ឆ្នាំ20អាណត្តិទៀតដល់ប៉ុណ្ណឹងប៉ុន្តែបើបងប្អូនថាគេនៅអញ្ចឹងបានណាមកពីអញវាមិនកំណើតអញទាំងអស់គ្នានឹងនិយាយស្ដាប់គ្នាវាមិនបានពូជអញនឹងវាអញ្ចឹងខ្លាស៊ីអញមកពីកូនគោទាំងអស់គ្នានឹងនិយាយស្ដាប់គ្នាមិនបានបើបងប្អូនយកកន្លែងហ្នឹងពិតជាយកមកដាក់ក្នុងផ្លូវចិត្តមានផ្លូវចេញរួចទេបងប្អូនមានផ្លូវចេញរួចទេសុខខ្មែរបងប្អូនពេលណាបងប្អូនមើលអាចចឹងយូររស់មិនកើតបងប្អូនរស់មិនកើតមានភាពអយុត្តិធម៌បងប្អូននៅស្រុកគេពលរដ្ឋគេណាបងប្អូននៅស្រុកគេពលរដ្ឋគេទូទៅបងប្អូនទូទៅយើងត្រូវការតែអញ្ចឹងមួយបងតែមួយមកដឹកនាំប្រទេសហើយគេទូទៅរកបានទាំងផ្លូវគេទូទៅពេទ្យក៏អញ្ចឹងប៉ូលីសក៏អញ្ចឹងតុលាការក៏អញ្ចឹងស្អីក៏អញ្ចឹងបងប្អូនអើយតែវាចាប់បានហើយបងប្អូនអើយគុកហើយកុំទៅសូវកុំទៅប៉ាន់អូស្ត្រាលីនេះអាមេរិកនេះសិង្ហបុរីនេះជប៉ុននេះបងប្អូនអត់ទៅរួចទេតែវាចាប់យើងបានហើយមិនបាច់សុកលុយសុកកាក់អីទេបងប្អូនអត់តែម៉ងហើយបើតុលាការកាត់ក្តីវិញបងប្អូនបើថាវាកាត់ខុសហើយវាបុកក្បាលនឹងជាងងាប់ហើយបងប្អូនវាខ្លាចណាស់ពីព្រោះអានឹងជាប្រវត្តិរូបរបស់មនុស្សមួយជីវិតរបស់មនុស្សតែយើងកាត់ខុសគឺខូចប្រវត្តិរូបរបស់គេមួយជីវិតខ្ចីលុយធនាគារក៏គេមើលដែរយើងធ្លាប់ជាប់គុកអត់យើងធ្លាប់អីអត់ហើយបើយើងមានធ្លាប់ជាប់គុកមានបញ្ហាបងប្អូនតែមានរឿងអីគេស៊ើបយើងមុនហ្មងទោះបីយើងតែប្តឹងគេក៏ដោយគេស៊ើបយើងមុនពីព្រោះយើងមានប្រវត្តិរូបមិនល្អដូច្នេះតុលាការរបស់គេប្រយ័ត្នណាស់បងប្អូនមិនងាយទេសិតតែមនុស្សមានឧត្តមគតិរបស់គេទាំងវងបងប្អូនរើសបានតែមួយយកមកធ្វើប្រធានាធិបតីស្រុកយើងបានណាតែមួយមកយើងអត់បងប្អូនគេថាម៉េចយោអាណាមក្បៅឡើងលើបងប្អូនហើយតែយើងនិយាយពឹបនឹងគេថាម៉េចអូកុំថាយើងនិយាយសំបីតអង្គការសហប្រជាជាតិមេធាវីអន្តរជាតិបរទេសអាធំនិយាយថាស្រុកខ្មែរពុកឲ្យលួយអយុត្តិធម៌អីចេះចោលហ្នឹងតឡាការអីចេះចោលបងគេនិយាយវិញទៅវាគ្មានស្រុកណាវាអត់មានពុកឲ្យលួយទេវាគ្មានស្រុកណាតែថាអត់មានរឿងអយុត្តិធម៌ទាំងអស់ទេវាយកមកដើម្បីតការពារអំពើអាក្រក់របស់វាបងប្អូនមើលសពមើលគ្រប់ស្មោកគ្រោកណាស់បងប្អូនរស់អត់កើតបងរស់អត់កើតរស់មួយវិនាទីរស់មិនកើតបងប្អូនហើយរឿងអស់ហ្នឹងបងប្អូនអត់មានយកទៅជំនុំជាមួយអ្នកប្រាជ្ញបណ្ឌិតសញ្ញាបត្រធំអីស្រុកខ្មែរទៅមិនរួចទេម្ចាស់ថ្លៃអើយអញធំណាស់វាមិននៅក្រោមយើងទេជាពិសេសវាមិននៅក្រោមខ្ញុំទេបញ្ញាបត្រស្រុកខ្មែរវាមិនព្រមថាខ្ញុំត្រូវទេបងប្អូនវាសញ្ញាបត្រធំជាងខ្ញុំដល់ពេលអញ្ចឹងវាមិនព្រមនៅក្រោមយើងទេបងប្អូនមិនព្រមដាច់ខាតវាអញធំណាវាមិនស្ដាប់យល់ទេប៉ុន្តែវាទទួលស្គាល់ខ្ញុំទៅអន់វាអញ្ចឹងបានខ្ញុំថាកុំទៅពិភាក្សាជាមួយអាបណ្ឌិតធំហ្នឹងពិភាក្សាជាមួយរាជកប៉ិចកប៉ុកនេះទៅបើប៉ុកនេះទៅបានទៅរួចពួកបងប្អូនមានអារម្មណ៍ថាអញនៅក្រោមលោកវាសនាបានណាគាត់ដូចរៀងនៅខ្ពស់ជាងបងប្អូនអញ្ចឹងបងប្អូនស្ដាប់ដល់ពេលវាអញដែរនោះអត់ទេបងប្អូនអញ្ចឹងបានខ្ញុំថាអញគៀងប្រជាពលរដ្ឋធ្វើឯងតតដួលអញ្ចឹងមើលធ្វើឯងតតដួលបងប្អូនចាត់ទុកជាធនធានមនុស្សមិនកើតបងប្អូនមានតែសញ្ញាបត្របច្ចេកទេសហ៎វាបាត់កង់មកជាងនោះធំណាបងប្អូនតម្លៃមនសិការតម្លៃឧត្តមគតិអាពួកហ្នឹងអត់មានប៉ុណ្ណឹងងាប់វារៀនទៅកុំថាវាបានសញ្ញាបត្រហើយណោះវាចិញ្ចឹមចិត្តតាំងពីវាកំពុងរៀនវាប្រុងរៀនដើម្បីឲ្យគេទិញវាណាបងប្អូន
តាំងពីវាកំពុងអង្គុយរៀននោះវាផងតរតំណែងរកទូនាទីណាបងប្អូនហើយអញ្ចឹងសញ្ញាបត្រវាយកមកធ្វើអីវាបាត់អាលក្ខណៈនៃធនធានមនុស្សអាមនសិការនឹងឧត្តមកតើវាអត់អញ្ចឹងបានថាទុកវាម្ដងទៅបដោកូនខ្មែរអ្នកស្រែនឹងហើយបដោអានឹងទៅបដោបច្ចេកទេសរៀនធ្វើបដាពួកនឹងមានមនសិការជាតិរួចហើយយកទៅដូរឈាមហ្មងខ្ញុំថាខ្ញុំធ្វើតតគាពួកអាបណ្ឌិតពួកអាចុះទៅណាកម្រងការហ្នឹងខ្ញុំគីអានឹងទៅដាក់ធុងសម្រាមនៅស្ទឹងមានជ័យតបានមែនណាបងប្អូនធ្វើឲ្យតឈ្នះឲ្យដឹងថាដល់ពេលប្រជាពលរដ្ឋយល់ទៅតម្លៃឯងសូន្យណាបាទសូន្យឃើញឯងពាក់កម្រងការចុះទៅលើឡានទ្រូងត្រាំងស្តៀងមនុស្សឈួតប្រជាពលរដ្ឋមើលទៅស្តៀងមនុស្សឈួតធ្វើឯងតទៅដល់កម្រិតហ្នឹងបងប្អូនធ្វើឯងតទៅដល់កម្រិតហ្នឹងឲ្យប្រជាពលរដ្ឋមានវប្បធម៌ប្រជាធិបតេយ្យក្នុងខ្លួនបងប្អូនបើអត់មានវប្បធម៌ប្រជាធិបតេយ្យក្នុងខ្លួនទេគឺដាច់ខាតអត់អាចស្រុកមួយនេះទៅជាប្រជាធិបតេយ្យបានទេនៅតែឃើញគេមកឲ្យនំទោនអញ្ចឹងគ្មានវប្បធម៌ប្រជាធិបតេយ្យទេវប្បធម៌ប្រជាធិបតេយ្យប្រទេសជាប្រទេសរបស់ពួកយើងអស់គ្នាប៉ុន្តែមិនមែនបំបត្តិប្រពៃណីណាក្មេងត្រូវតែគោរពចាស់ត្រូវចេះដកមួកឲ្យនំទោនធម្មតារឿងអស់ហ្នឹងប៉ុន្តែអាអ្នកធំអ្នកតូចខុសរឿងមិនចាំបាច់គេមិនចាំបាច់ខ្ញុំដើរមកបងប្អូនមិនបាច់ក្រាលព្រំក្រហមទេខ្ញុំអាចដើរបានអត់ចាំបាច់ក្រាលព្រំក្រហមទេអត់ចាំបាច់បាច់ផ្កាទេតែចាំបាច់ឈោកខ្ពស់ជាងបងប្អូនបន្តិចព្រោះអីមើលអត់ឃើញអានឹងចាំបាច់បងប្អូនថាធ្វើហ្មងថាជាប់នាយករដ្ឋមន្ត្រីក៏ពាក់មួកដែរពាក់អាវយឺតចឹងយេអញ្ចឹងបងប្អូនចឹងវប្បធម៌របស់ពួកយើងទាំងអស់គ្នាហ្មងចឹងមានអាវធំអាវតូចកម្រងការអីទេឲ្យវាប្រជាធិបតេយ្យទំនើបជឿនលឿនហ្មងបងប្អូនខ្ញុំស្ពាយកបោកមកពីរដ្ឋសភាខ្ញុំរំពឹងថាថ្ងៃណាមួយស្រុកបិណ្ឌណាថាប្រទេសនេះជាប្រទេសរបស់ពួកយើងទាំងអស់គ្នានឹងកើតមានឡើងបើស្នាជាខ្ញុំមករកប្រយោជន៍តខ្លួនណាខ្ញុំដឹងថាបរាជ័យទេបងប្អូនមកធ្វើម៉េចលុយគ្មានហាតំណែងតួនាទីគ្មានក្នុងសង្គមគេឈ្មោះគ្មានហើយអាងអីអាងទី1បេះដូងអញល្អជាងបេះដូងហែងល្អទី2ទស្សនៈក្នុងការកសាងសង្គមមកមុតស្រួចអញមើលឃើញថាសង្គមត្រូវកែអាម៉េចមានទស្សនៈវិស័យអញ្ចឹងខ្ញុំថាតែពីរហ្នឹងអាចធ្វើនយោបាយបានណាប្រជាប្រដ្ឋអត់ទាន់យល់ទេអាពីរហ្នឹងរត់បានទេទី1គុណធម៌ដែលចេះឈឺឆ្អាលអ្នកដទៃបើមនុស្សមានមនសិការពិតប្រាកដយល់ពីតម្លៃថាអូអានេះលើសរងលើកម្មារមបានទេចិត្តរបស់មនុស្សបងប្អូនណាបើបងប្អូនជាមនុស្សល្អបងប្អូនទៅជួយគេអស់ពីដៃពីជើងរួចគេមើងងាយចិត្តរបស់យើងបងប្អូនឈឺចិត្តទេយើងទៅជួយគេអត់ចង់បានអីសោះស្រាប់តែគេមើងងាយចិត្តរបស់យើងគេមើលងាយការលះបង់របស់យើងមនុស្សបងប្អូនមិនមែនសត្វដេឆានទេណាមនុស្សបើសិនណាជាពលនៃប្រទេសមួយរកអត់ឃើញវីរៈបរិសុទ្ធជាតិឬរកឃើញហើយមិនព្រមទទួលស្គាល់ឥតគោរពវីរៈបរិសុទ្ធជាតិបងប្អូនចាំពាក្យខ្ញុំពូជនឹងអត់កណើតទេមិនតែមានកណើតទេបងប្អូនវីរៈបរិសុទ្ធជាតិនៃប្រទេសមួយបងប្អូនត្រូវតែមានក្នុងចលនាមួយដាច់ខាតត្រូវតែមានដើម្បីអីឲ្យមនុស្សគួចជុំវិញគុណធម៌របស់លោកក្នុងចលនាណាក៏ដោយបងប្អូនតែស្មើគ្នាច្រាញ់ចលនានឹងអញពេញទឹកពេញដីមកបងប្អូនទៅមើលប្រទេសដែលជួនលឿនសិតតែមានបុគ្គលដែលមានគុណធម៌ពោះគួរឲ្យគោរពប៉ុន្តែកុំចេះតែលើកអត់មានໄວលើកតាមួយទៅចេះគ្រប់ទៅងាប់វាអត់គួចទឹកភ្នែកទេបងប្អូនវាអត់គួចហ្មងយំនឹងយំធ្វើទេយំតើគេដាក់កាមេរ៉ាមកចំយំចឹងឯងយំតានោះយំចឹងឯងអាមួយទៀតយំចេញពីក្នុងចិត្តមកហ្មងបងប្អូនយំពីព្រោះស្គាល់គុណតម្លៃរបស់វីរៈបរិសុទ្ធបងប្អូនណាតែអូសប្រជាប្រដ្ឋដល់កម្រិតហ្នឹងហើយ unity មានណាការសាមគ្គីចិត្តរឹងមាំមានណាហើយតែមានសាមគ្គីចិត្តរឹងមាំណាបងប្អូនត្រូវដឹងណាមនោគមវិជ្ជារបស់ហ៊ូជីមិញបំបែកបំបាក់ដើម្បីគ្រប់គ្រងនឹងសះតែមាន unity តែមានសាមគ្គីចិត្តហើយបងប្អូនប្រកាសទេឆ្នាំព្យាបាលជំងឺបំបែកបំបាក់ដើម្បីគ្រប់គ្រងរបស់ហ៊ូជីមិញដោយប្រើផលប្រយោជន៍ផ្ទាល់ខ្លួននឹងត្រូវជាសះស្បើយ LDP ដល់កម្រិតហ្នឹងបងប្អូនណាប្រើតែទេដោយសារអីបងប្អូនដោយសារគេមើលឃើញថានេះគឺជាការបម្រើមនសិការរបស់គេការបម្រើឧត្តមកតេរបស់គេបម្រើមនោសញ្ចេតនាពូជសាសន៍របស់គេនេះនិយាយពីរឿងចិត្តបងប្អូនចិត្តដល់ហ្នឹងហើយបងប្អូនសម័យតិចមើលបើដល់កម្រិតហ្នឹងគណៈបកប្រជាជនបំបែកមិនបំបែករឿងអីបងប្អូនបំបែករឿងអីមានទិញមនុស្សចឹងទៅហ៎អត់ទៅទេទិញស្អីអត់ទៅទេនុយវាខុសនុយយើងនុយមនសិការនុយឧត្តមកតេនុយមនោសញ្ចេតនាឲ្យមកតំណែងតួនាទីខុសរឿងបងប្អូនខុសនុយអត់ទៅទេ